តោះថ្ងៃនេះយើងរៀនពីមូលដ្ឋានគ្រឹះនៃអេឡិចត្រូនិកគឺគ្រឿងបង្គុំវានឹងឯងមូលដ្ឋានគ្រឹះរបស់វាគឺយើងរៀនអំពីពណ៌របស់ resistance ហ្នឹងហើយមេរៀនទី1ពណ៌របស់ resistance និងនិមិត្តសញ្ញារបស់វាហើយ resistance គ្រប់ resistance គឺវាតាំងដោយអក្សរ A អក្សរ O ហ្នឹងឯងបងប្អូនហ្នឹងហើយនេះគឺជា resistance ហើយទាំងអស់នេះរូបរាងអញ្ចឹង resistance ហ្នឹងហើយជាងភាគច្រើនគេហៅ resistance ហៅកាត់ទាំងអស់នេះហើយគឺជា resistance ហើយ resistance បងប្អូនត្រូវចំណាំឲ្យបានច្បាស់គឺមានអក្សរ A នៅពីក្រោមគ្រឿងហ្នឹងឬក៏នៅចំហៀងខាងឆ្វេងខាងស្ដាំអញ្ចឹងទៅគឺអក្សរ A គឺយើងដឹងថាវាគឺជា resistance ហើយហ្នឹងហើយតោះឥឡូវយើងរៀនអំពីពណ៌របស់វាហ្នឹងហើយមេរៀនថ្ងៃនេះយើងរៀនតែពីពណ៌ទេបងប្អូនឆ្ងល់យ៉ាងម៉េចក៏មិនទាន់អាចឆ្ងល់យើងសំខាន់គឺយើងឲ្យចេះពណ៌វាសិនហ្នឹងហើយចេះពណ៌របស់វាទៅបានយើងចេះកណនារបស់វារៀនមេរៀន resistance នេះវាមានច្រើនដំណាក់កាលមេរៀនទី1ទី2ទី3ពណ៌និមិត្តសញ្ញាហើយកណនាអីចឹងទៅហើយពណ៌របស់វាគឺមានតែ9ទេហ្នឹងហើយឥឡូវពណ៌ខ្មៅគឺស្មើលេខ0បងប្អូនត្រូវចាំឲ្យច្បាស់ពណ៌ខ្មៅគឺស្មើ0ហ្នឹងហើយខ្មៅស្មើ0ហើយបន្ទាប់មកគឺត្នោតបងប្អូនត្នោតគឺលេខ1នេះត្នោតកុំព្យូទ័រនេះវាបាក់គូតិចត្នោតគឺលេខ1ហ្នឹងហើយត្នោតលេខ1ក្រហមលេខ2ស្លាទុំលេខ3ស្លាទុំបងប្អូនស្គាល់អត់ស្លាទុំអាហ្នឹងគេហៅពណ៌ស្លាទុំហើយពណ៌រៀងលឿងតិចលឿងតែលឿងមិនមែនលឿងនេះរឿងនឹងចាស់ហ្នឹងហើយស្លាទុំគឺលេខ3ចាំឲ្យច្បាស់ហ្នឹងហើយបងប្អូនហើយលឿងគឺស្មើនឹងលេខ4បៃតងលេខ5ខៀវលេខ6ស្វាយលេខ7ប្រផេះគឺលេខ8សលេខ9ហើយមួយទៀតគឺពណ៌មាសបងប្អូននេះពណ៌មាសខ្ញុំដាក់ខាងក្រោមនេះកន្លែងខ្ញុំនេះខាងក្រោមគេបងអស់ពណ៌មាសគឺអត់មានតម្លៃទេហ្នឹងហើយគឺអត់មានតម្លៃយើងរាប់ទេពណ៌មាសគឺនៅខាងចុងresistance បងប្អូនហ្នឹងគឺខាងចុងគឺពណ៌មាសហើយឲ្យតែខាងចុងរបស់វាផ្ដើមគឺពណ៌របស់យើងដែលត្រូវយើងគិតមានពណ៌ខៀវពណ៌ក្រហមពណ៌អីចឹងទៅតែខាងចុងវាគឺពណ៌មាសគេអត់គិតទេអញ្ចឹងណាហ្នឹងហើយថ្ងៃនេះយើងរៀនតែប៉ុណ្្នឹងទេបងប្អូនរយៈពេល2ថ្ងៃឬក៏មួយថ្ងៃអីក៏ដោយឲ្យតែបងប្អូនចាំស្អែកខាងស្អែកយើងបន្តទៅទៀតសំខាន់គឺយើងចាំឲ្យស្ទាត់មាត់ហ្នឹងហើយពណ៌របស់វា9ពណ៌ហ្នឹងគឺយើងរត់ត្រាវមកបានយើងស្រួលកណនាហ្នឹងហើយថ្ងៃហ្នឹងយើងជួបគ្នាតែប៉ុណ្្នឹងទេយើងចាំបន្តទៅទៀតអរគុណច្រើន